បាទប្រធានបទថ្ងៃនេះខ្ញុំនិយាយអំពីឥទ្ធិពលនៃការអានបាទខ្ញុំនៅចាំថាការពីខ្ញុំឡើងមករៀននៅទីក្រុងភ្នំពេញដំបូងបាទមានលោកគ្រូរបស់ខ្ញុំម្នាក់គាត់បានសួរសំណួរដ៏ក្តៅកគុកមួយបាទមកកាន់មិត្តរួមថ្នាក់របស់ខ្ញុំហើយនឹងខ្ញុំបាទថ្ងៃនោះគាត់បានសួរថាបងប្អូនតើបងប្អូនចង់មានបានដែរអត់បាទបងប្អូនចង់ក្លាយទៅជាអ្នកមានដែរទេបាទនៅពេលហ្នឹងគ្រាន់តែខ្ញុំស្ដាប់ឮសំណួរនឹងភ្លាមបាទគឺមានអារម្មណ៍ថាក្តុកក្តួលក្នុងចិត្តខ្លាំងមែនទេដោយសារអីពេលហ្នឹងខ្ញុំឡើងបំពេញដំបូងវាលក្ខណៈថាយើងក្រខ្លាំងមែនទេបាទឡើងមកក្រុងភ្នំពេញមានលុយតែ 20,000 រៀលទេនៅពេលហ្នឹងបាទយើងមកតស៊ូឆាកជីវិតនៅទីក្រុងភ្នំពេញនេះអញ្ចឹងនៅពេលដែលខ្ញុំឮសំណួរដែលលោកគ្រូខ្ញុំសួរភ្លាមខ្ញុំមានអារម្មណ៍ថាក្តុកក្តួលក្នុងចិត្តដោយសារយើងលក្ខណៈថារកតែលុយទិញប៊ិចទិញសភៅអត់មានផងបាទនៅពេលហ្នឹងការជំនាន់ខ្ញុំរៀនដំបូងបាទខ្ញុំដើររើសតែกระดาษបាទกระดาษសភៅដែលគេហៅចោលហ្នឹងហើយប៊ិចចាស់ចាស់ដែលអាចនៅសរសេរបានឬមួយក៏បដូលប៊ិចដែលគេកាច់ប៊ិចចោលផ្សេងៗការជំនាន់ហ្នឹងសិស្សពេលខ្លះគាត់ខឹងគ្នាគាត់កាច់ប៊ិចចោលបាទហើយកระดาษអីគាត់ហែកចោលផ្សេងៗតែពីទៅអាហ្នឹងគឺខ្ញុំដើរប្រមូលដើររើសกระดาษហើយនឹងប៊ិចដែលនៅសេសសល់ដែលអាចសរសេរបានហ្នឹងគឺរើសយកមកដើម្បីធ្វើអីបងប្អូនបាទគឺយកមកដើម្បីរៀនពាក្យភាសាអង់គ្លេសកាលហ្នឹងព្រោះយើងមកដំបូងខ្ញុំមិនសូវជាបកកែភាសាអង់គ្លេសបានទេអញ្ចឹងត្រូវខំប្រឹងយកចិត្តទុកដាក់ខ្លាំងមែនទេគឺហើយលុយក៏អត់មានទិញសភៅទិញអីគ្រប់គ្រាន់រហូតតែលុយទិញបាយហូបអត់គ្រាន់ផងអញ្ចឹងទៅដើររើសប៊ិចរើសសភៅกระดาษសភៅផ្សេងៗនេះយកមករៀនពាក្យភាសាអង់គ្លេសជារៀងរាល់ថ្ងៃមួយថ្ងៃ10ពាក្យ20ពាក្យបង្កើតប្រយោគនានានៅពេលនោះដោយសារតែយើងលក្ខណៈថាយើងក្រខ្លាំងបាទអញ្ចឹងខ្ញុំក៏ពេលហ្នឹងលើកដៃឆ្លើយជាមួយលោកគ្រូភ្លាមតែម្ដងដោយសារការជំនាន់ខ្ញុំមកដំបូងខ្ញុំអត់សូវហ៊ានអង្គុយនៅមុខទេខ្ញុំច្រើនតែអង្គុយកលៀតទៅដោយសារតែយើងវាអត់សូវមានលុយទេបងប្អូនហ្នឹងហើយអត់សូវមានលុយហើយនិយាយទៅយើងក្រលក្ខណៈថាចាញ់ច្រាបគេមកអត់សូវហ៊ានមកអង្គុយមុខឯខ្លាចគ្រូសួរថាមិនបើទិញសភៅទិញអីមករៀនគេអញ្ចឹងណាអញ្ចឹងទៅខ្ញុំច្រើនតែអង្គុយក្រោយនៅពេលដែលគ្រូគាត់សួរសំណួរហ្នឹងខ្ញុំលើកដៃលឿនមុនគេតែម្ដងពេលគ្រាន់តែលើកដៃឡើងភ្លាមហ្នឹងមិត្តរួមថ្នាក់គេងាកមកមើលស្រតែម្ដងស្អីគេមិនដែលឃើញយើងសកម្មឬមួយក៏ហ៊ានឡើងនិយាយឡើងអីច្រើនតែស្ងប់ស្ងាត់ច្រើនតែនៅឆ្ងាយពីគេអញ្ចឹងណាបាទពេលហ្នឹងខ្ញុំក៏បានឆ្លើយទៅលោកគ្រូថាបាទលោកគ្រូខ្ញុំចង់ដឹងពេលហ្នឹងលោកគ្រូគាត់បន្តថាហ្នឹងហើយលោកគ្រូមានរូបមន្តពិសេសមួយមកចែកម្លែកអ្នកបងប្អូនដែលវាគឺជាវិធីដែលអាចធ្វើឲ្យបងប្អូនក្លាយទៅជា money magnet បាទក្លាយទៅជាមេដែកស្រូបលុយបាទយ៉ាងខ្មែរយើងមេដែកស្រូបលុយណាបាទនៅពេលអញ្ចឹងទៅមិត្តរួមថ្នាក់របស់ខ្ញុំក៏នាំគ្នានិយាយដំណើរគ្នាថាលោកគ្រូមិនវិញលោកគ្រូប្រាប់មើលហ្នឹងហើយដល់ពេលលោកគ្រូគាត់បន្តថាបើបងប្អូនចង់ខ្លាយទៅជាអ្នកដែលខ្លាយជាមេដែកស្រូបលុយបានបាទតែជាមេដែកស្រូបលុយឥតដែនកំណត់បងប្អូនត្រូវអានសភៅល្អបានឲ្យចប់100ក្បាលបាទអានឲ្យចប់100ក្បាលសភៅល្អនៅពេលហ្នឹងខ្ញុំក៏បានគ្រាន់តែស្ដាប់ឮលោកគ្រូភ្លាមក៏វាលក្ខណៈថាយើងហួសចិត្តណាគិតក្នុងចិត្តថាលោកគ្រូខ្ញុំស្មានថាមានវិធីអីដែលល្អវិធីអីឬមួយក៏វីតាមីនអីដែលអាចធ្វើឲ្យខ្ញុំបាត់ឃ្លានបាយណាដោយសារពេលហ្នឹងខ្ញុំហេវបាយខ្លាំងមែនទែននៅក្នុងថ្នាក់ហ្នឹងដោយសារអត់សូវមានលុយបាទមានលុយទិញបាយបរិភោគគ្រប់គ្រាន់ទេនៅពេលហ្នឹងខ្ញុំឡើងមកក្នុងទីក្រុងភ្នំពេញដំបូងការងារដែលខ្ញុំធ្វើគឺហែកបតោងសោបាទហែកបតោងសោដើរលក់ជុំវិញទីក្រុងភ្នំពេញហ្នឹងអញ្ចឹងទៅថ្ងៃខ្លះលក់អត់បានលុយទេបងប្អូនខ្ញុំនៅចាំថាកាលថ្ងៃមួយហ្នឹងខ្ញុំដើរលក់ដល់ថ្ងៃត្រង់ហើយលក់សូម្បីតែ500ខ្មែរហ្នឹងលក់អត់បានផងបាទនៅពេលនោះខ្ញុំដើរតាមផ្លូវឃើញបងអ្នកធ្វើសំណង់បាទគាត់ញ៉ាំមីឆាតាមផ្លូវហ្នឹងបាទគេនៅចាំផ្លូវហ្នឹងញ៉ាំមីឆាមួយចាន 2000 2500ហ្នឹងខ្ញុំមកអង្គុយក្តោបពុះហេវបងប្អូនដោយសារអីយើងអត់មានលុយទិញទេពេលហ្នឹងរហូតតែ500អត់ទិញទឹកសុទ្ធផឹកអត់បានផងពេលនោះខ្ញុំងាកទៅតាមសួនក៏ឃើញទឹកតយោបាទហ្នឹងហើយខ្ញុំអាហារដែលខ្ញុំចំអែតកាពះជាញឹកញាប់ហ្នឹងគឺផឹកទឹកតយោដើម្បីចំអែតកាពះបាទទីពិតវាមិនមែនល្អដើម្បីសុខភាពទេគ្រាន់ថាធ្វើម៉េចយើងអត់មានជំរើសយើងមានតែញ៉ាំឲ្យតែឆ្អែតសិនទៅ
ដល់ពេលខ្ញុំលឺលោកគ្រូនិយាយចឹងហើយវាហាំងស្ងាត់ចិត្តហួសចិត្តបន្តិចដែរប៉ុន្តែនៅចង់ដឹងបន្តទៀតដោយសារយើងចង់លក្ខណៈថាចង់ឈប់ក្រណាព្រោះអីក្រវេទនាពេកអញ្ចឹងចង់ឈប់ក្រអញ្ចឹងសួរគ្រូបន្តឲ្យលោកគ្រូខ្ញុំអានសភៅប្រភេទអីទៅដើម្បីឲ្យខ្លាយទៅជាមេដែកស្រូបលុយបាទលោកគ្រូគាត់ថាបងអូនរើសបាទស្វែងរកសភៅផ្នត់គំនិតសភៅតកតងពីលុយបាទតកតងពីរញ្ញវត្ថុនានាហ្នឹងបាទហើយសភៅតកតងពីការធ្វើអាជីវកម្មអីផ្សេងៗហ្នឹងបងអូនយកមកអានមកហើយត្រូវចាំថាសភៅមួយក្បាលដំបូងបាទមួយក្បាលដំបូងបងអូនត្រូវតែអានឲ្យចប់បាទទោះបីមានហេតុផលអីក៏ដោយខ្ជិលឬមួយក៏មិនក៏ដោយបងអូនត្រូវតែអានឲ្យចប់បងអូនចង់ខ្លាយទៅជាមេដែកស្រូបលុយអូខេនៅពេលហ្នឹងខ្ញុំស្ដាប់ហើយខ្ញុំស៊ូបន្តទៀតហើយតែលោកគ្រូបើខ្ញុំអត់មានលុយផងតើខ្ញុំទៅទិញសភៅមិនបានអានទៅដល់ពេលហើយគាត់បាទនៅពេលហ្នឹងមិត្តភ័ក្តិរបស់ខ្ញុំមិត្តភ័ក្តិមិត្តរួមថ្នាក់ហ្នឹងគាត់សើចនាំគ្នាសើចដោយសារយើងនិយាយថាយើងអត់លុយទិញសភៅផងអញ្ចឹងណាតែលោកគ្រូក៏គាត់បានឆ្លើយថាឥឡូវបងអូនអាចទៅបណ្ណាល័យបាទទៅបណ្ណាល័យហើយស្វែងរកសភៅណាដែលបងអូនចូលចិត្តទៅបាទរកបានអានមួយក្បាលដំបូងត្រូវអានឲ្យចប់ដាច់ខាត់ត្រូវអានឲ្យចប់បើបងអូនចង់ផ្លាស់ប្ដូរជីវិតរបស់ខ្លួនឯងអូខេនៅពេលដែលចប់ពីថ្នាក់មកខ្ញុំក៏បានប្រមូលមិត្តភ័ក្តិនៅក្នុងថ្នាក់ហ្នឹងដើម្បីទៅបណ្ណាល័យរួមគ្នាសភៅអានប៉ុន្តែប្រមូលពួកគេមានណាគេទៅម្នាក់អត់មានទៅសម្បីម្នាក់អញ្ចឹងទៅខ្ញុំក៏បាទភាសាយើងចង់ជំនះភាពក្រីក្រអញ្ចឹងខ្ញុំក៏ដាច់ចិត្តថាទៅបណ្ណាល័យតែម្នាក់ឯងហើយការហ្នឹងអ្នកខ្លាចផងដោយសារអត់ដែរស្គាល់បណ្ណាល័យទេមិនដែរចូលបណ្ណាល័យទេមិនដែរអានសភៅមិនដែរអីផងហ្នឹងយើងមកពេញដំបងមកចឹងទៅខ្ញុំក៏សម្រេចចិត្តទៅបណ្ណាល័យបាទចំណាយពេលប្រហែលជិត1ម៉ោងស្វែងរកសភៅហើយក៏រកបានសភៅមួយក្បាលបាទកាលហ្នឹងចំណងជើងខ្ញុំនៅចាំថាចំណងជើងដំបូងសភៅដំបូងដែលខ្ញុំអានកាលហ្នឹង Millennium Mindset បាទគឺផ្នត់គំនិតសេដ្ឋីដោយសារអីគឺចាប់អារម្មណ៍ដោយសារយើងក្រយើងចង់ធ្វើមិនក៏ដោយអានសភៅណាដែលអាចធ្វើឲ្យយើងកែប្រែស្ថានភាពជីវិតរបស់យើងទៅពេលដែលខ្ញុំយកមកអានអត់បាទអានហើយជិត1ម៉ោងតែវាហាងពិបាកក្នុងការយល់ហើយវាហាងធុញថប់ដែរព្រោះយើងអត់ដែលធ្លាប់អានអញ្ចឹងអានទៅមានអារម្មណ៍ថាអត់សូវយល់អត់ចង់អានបន្តអីតែដោយសារចាំពាក្យលោកគ្រូថាធ្វើមិនក៏ដោយអានឲ្យចប់អានមួយក្បាលដំបូងធ្វើមិនអានឲ្យចប់ពេលហ្នឹងដើម្បីអានឲ្យចប់ខ្ញុំមានតែខ្ចីបណ្ណារៈបាទខ្ចីបណ្ណារៈបន្តយកមកអាននៅផ្ទះនឹងយើងយកមកអានហើយអានចប់សភៅនឹងមួយក្បាលហើយធ្វើបិទតែរាំងប្រហែលបន្តិចមែនតែក៏ទទួលបានប្រយោជន៍ជាច្រើនគំនិតជាច្រើនពីសភៅហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបក្នុងចិត្តខ្លាំងហើយមានអារម្មណ៍ដិតដាមចង់អានសភៅដល់ពេលហ្នឹងទៅក្នុងសភៅហ្នឹងគេណែនាំអំពីសភៅបន្តពេលហ្នឹងក៏ឃើញសភៅ Rich Dad Poor Dad របស់លោក Robert Kiyosaki បាទសភៅហ្នឹងគេបកប្រែមកអ្នកស្ថាប័នខ្លះគេបកប្រែឪពុកអ្នកមានបង្រៀនកូនអ្នកក្រអញ្ចឹងណាបាទតែ Rich Dad Poor Dad គឺឪពុកអ្នកមានឪពុកអ្នកក្រពេលដែលខ្ញុំអានសភៅ Rich Dad Poor Dad ហ្នឹងគឺបាទជក់ចិត្តខ្លាំងមែនទេប៉ុន្តែអញ្ចឹងថងថាពេលហ្នឹងគឺខ្ញុំអត់មានលុយទៅបណ្ណាល័យវិញហ្នឹងគឺអត់មានសភៅហ្នឹងទេខ្ញុំរកសភៅហ្នឹងអត់បានទេអញ្ចឹងទៅខ្ញុំក៏ព្យាយាមបាទស្វែងរកសភៅហ្នឹងនៅលើអ៊ីនធឺណិតឬប្រភេទ PDF យកមកអានណាខ្ញុំស្រាវជ្រាវនៅក្នុង website មួយក៏បានសភៅហ្នឹងមក download យកមកហើយអាននៅពេលហ្នឹងអក្សរវាតូចមែនទេវាពិបាកអានបាទហើយកាលហ្នឹងខ្ញុំមានទូរស័ព្ទដ៏ចាស់មួយ Samsung ហើយវាតូចដល់ពេលចឹងទៅអានអក្សរតូចពិបាកមើលមែនទេសឹងថាមើលប្រឹងមើលបើកភ្នែកប្រឹងមើលខ្លាំងអស់ហើយដើម្បីធ្វើម៉េចអានទៅចប់សភៅហ្នឹងប៉ុន្តែធ្វើម៉េចក៏ត្រូវតែអានដែរដោយសារយើងអត់មានជំរើសទេអត់មានលុយទិញសភៅផ្សេងទេអត់មានលុយទិញសភៅផ្ទាល់យកមកអានទេអាហ្នឹងហើយដែលពេលដែលខ្ញុំអានសភៅដែលអក្សរតូចបាទ PDF មកតូចហ្នឹងអានេះជាហេតុដែលធ្វើឲ្យខ្ញុំព្យាយាមបង្កើតនៅ app អានសភៅឈ្មោះ Virit ហ្នឹងគឺដើម្បីអីដោយសារអីយើងរៀបចំ font អក្សរឲ្យរាងធំហើយ background ស្រួលអាន background ដូចกระดาษសភៅការអំពើអញ្ចឹងវាអត់ពិបាកអានដូចខ្ញុំ download file PDF កាលពីជំនាន់មុនយកអានវាអក្សរតូចតែយើងប្រឹងមើលមែនទេអញ្ចឹងទៅវាពិបាកដល់ពេលឥឡូវខ្ញុំបង្កើត app នេះបានគឺបងប្អូនចូលទៅអាននៅក្នុងហ្នឹងគឺងាយស្រួលមែនទេមកអក្សរធំច្បាស់ល្អហើយ background ស្រួលអានទៀតហើយអ្វីដែលពិសេសគឺយើងមានជា audio សំឡេងទៀតយើងអាចស្ដាប់នៅក្នុងហ្នឹងបានតែម្ដងអញ្ចឹងសភៅណាដែលបងប្អូនទិញឬមួយក៏អាននៅក្នុង app យើងគឺអានក៏បានស្ដាប់ក៏បានអញ្ចឹងចំណេញបងប្អូនមែនទេបើខ្ជិលអានស្ដាប់
năng này nó cứ trong không răng riệp trong bia láng rồi xa mua hai đại ca vì muốn nó cứ trong an vì bà bạn mình tên bà ok nó bây giờ trong an và chop sập hư rich dad poor dad thấy nông rich dad poor dad nó còn này non sập hư bật tó và nó ở nhom chưa Think and Grow Rich vô mà an bật tó bà sập hư bỏ lục Napoleon Hill bà Think and Grow Rich vì mới hạ ban khác kia bỏ phải mà tha kết hai miền chẳng hạn bà sập hư nó cứ kết hai không phải ở miền năng này không răng thuaอย่างná trong rốn luôn ấy cái này luôn ấy mới ở miền bà chắc là nó không nó cứ lo mình đây miền rip rop này nom vì một con là bay chơi chớn trong lượt vô tại lượt Thomas Edison và Thomas Edison nhạc bà cao được vua lớn đó chắc là có miền chùm nó chùm rốn thực chất những khăn mình đây mà nó không sắp hơi Think and Grow Rich hay miền cho nó special chơi chớn này nó không nắng bom hồn ai thở hơn an bán người bây giờ nhóm an chọc sắp hơi thì bay thì buôn thì phèm thì vùng mũi máu về nút rõm luôn ánh can tái sầm vải chất chừng mùi đang dập hơi gầy cuối là hốt đo dập hơi thì đắp cứ nhóm tới chua của bậc nhóm mà tới o côn quạt đại ba người này nuông thịt o mà ao nhóm khai diêm luôn này để trôi chật án đó nè chẳng nhưng sầm vải chất để sao những từ tua bạn ăn thì pol chúng này đâm cho trốn thì khai an về nó thua ca có lịch lô trên kế yến có ban lịch lô trên kế để sao những sầm mẫu cũng nứt thấy dương miên lẽ khả năng thay chúng này đâm tu tư chi trốn chặt cho khuôn ấy là sao được tới kẹt sự ban ở an kẹt sự ấy cái khó khăn và giỏi nhưng mình đền tái nhóm phi diêm và tôi bay gắn thua ca trốn cả lại nó đấy an giờ hơi chở thua dương sầm bộ cùng nịch và np để nâng này đọc p lỡ mà đọc p ba chấm on ní cứ nhóm bà chùm ranh vô chùm nó bay chùm nó đại chia ắt thì polica án mà chạy lấy bóng phốn bà bay chùm nó np để bóng phốn này thì chuyên hướng này để chui chất án kháng bây giờ nó đi cứ chia ắt thì pol này từ tua ban thì cả án nâng miên trợn cho nó vẫn đang trong lực bây giờ nó đi tế là mày chạy lấy bóng phốn bà thì mỗi cứ bóng ôn nâng squall bị phúc lốc cho bác chừng môn bà bóng ôn nâng mưa khơi bị phúc lốc cho bác chừng môn lời thì ho ta bảo bóng ôn lọc đưa về ô xử lý đã tới ô xử lý thì giống bóng ôn ai rồi dập hơi mà các báo bị tẹt tôn thì dây dòng pi ô xử lý bóng ôn nâng squall về ô xử lý cho bác đời bóng ôn 300 toàn tờ đỏ ô xử lý phòng ảnh đi vi chơi trường luật vì sách này ca an để dương an tới dương an xoay vô trơn bà ở lời thì họ bóng ôn trong squall lời ha sẽ thấy và Elon Musk bóng ôn từ hộ dập hơi mà các báo vậy bị Elon Musk máu và trong squall lời Jack Ma ở dập hơi đây vậy bị Jack Ma mà bóng ôn nâng squall quạt can tới chào đồng pi dập hơi để bóng ôn bàn an nâng chấn ni hai chỉ phải giấu khăn mình tên dương ảnh mơ khơi bị phúc lốp thông thế cho bác chuyên môn ở xa dương xa ca an cái bà dương an thế và quay để trong hiểu bọn mình bao cô nơi tay mình đâm nơi tay mình squall nơi tay mình lương chân chẳng hỏi bàn ca an sầm khăn mình đây bà cho nó tp ở tp để tu ban bị ca án cứ bong ôn squall bị sạc đan một pol bọc luôn này và mình nước chi chớn ở sân squall bị sạc đan một pol luôn này thì lẽ cả nạ tha pi mà ngày thôi một ngày được phơ ca rồi mua cổ xi mua exchange phơ mà ngày đầm bay đã hút tê ở miền cực hà ô sạc đan một pol luôn này khăng mà ấy mất ọt bàn đần bị luôn anh thì hay nhạc khác vùng quê luôn anh thiệt bà vùng quê cô đào luôn anh thiệt luôn nơi mình đần tha quay chỉ cô đào luôn anh phân bậc cọt thì chẳng đô trọ nó lơ tận chẳng cho bậc tận á tận năng chẳng thấy bây giờ dự án dương đừng squall sạc ra được vô bậc luôn anh càng được khẳng khi mà ngay tới một ngày bom bồn an chọc mà bao thì bao đây bao bồn bao đọc bao bờ an đo mà rồi bao bồn squall luôn anh bà hỡi ai liên sạc ra được vô không luôn mệt những bom bồn anh chỉ có viên máu vô máu bùng lại chưa rửa thua rửa ở cha ban đời xa cùng nứt chỉ trở lại dương ở bàn thì cả an này bà ok lợi ích thì pol tí 3 bong phôn ai nếu bây giờ bong phôn squall sạc ra được pol luôn ai khăng ấy bong phôn ai bồng lại nhà sạc ra được pol bọc luôn ấy nữa hồi tới chia bà cùng nứt chi và cam đại miên sạc ra được pol khăng một phật ni pen cột bà chấm cho nó như bị xe mình tên bong phôn an căn được chớn bong phôn số bộ cùng nứt căn chớn đôi nhom chắc bà nhom là một con tì công phnom penh được bố miền đôi tập pi mơn không ai thế bà còn là chia mình hệ của tao sao lũ tế bà quả không mình mà nè đại ọt mình lùi tinh bích tinh sập hư hiện phong tái và đọc phải chờ bán trong ai bằng cao nơi ép an snap sập hư đại tiền sọc mai phong có phở ban và tu tiền bị phong lâu tiết ai pra bàn anh ấy ca tranh về ấy cứ tranh vì ca an
ដែលខ្ញុំតស៊ូរៀនសូត្រអានសភៅច្រើនមកបានខ្ញុំសម្បូរគំនិតខ្ញុំអាចបង្កើតរបស់អស់នេះឡើងគិតមើលខ្ញុំចេញមកពីវងតកូលដែលពិបាកចេញមកពីក្មេងម្នាក់ដែលក្រីក្រតបយ៉ាខ្លាំងតែអាចបង្កើតនៅក្រុមហ៊ុនបង្កើតនៅរបស់មួយដែលអាចឲ្យប្រទេសជាតិយើងប្រើប្រាស់បានហើយក៏អាចឲ្យពិភពលោកប្រើប្រាស់បានដែរនេះជាចំណុចសំខាន់បំផុតដែលបងប្អូនទាំងអស់គ្នាខ្ញុំលើកទឹកចិត្តគួរតែបានចូលចិត្តអានម្ដងតិចម្ដងតិចទៅពីព្រោះអីការអានដំបូងយើងត្រូវវឹកហាត់ទៅវាមិនអាចអានភ្លាមចូលចិត្តអានភ្លាមទេពេលខ្លះអានគឺច្រើនដល់ងុយដេកមិនដូចយើងចុចទូរស័ព្ទទេចុចទូរស័ព្ទទោះបីចុចយូរប៉ុណ្ណាក៏យើងមិនសូវធុញដែរប៉ុន្តែបើអានឆាប់ងុយដេកអញ្ចឹងយើងត្រូវមានចិត្តអំណត់តិចក្នុងចំណុចចាប់ដើមតែដល់ពេលបងប្អូនចាប់ដើមខ្លាចជាមនុស្សម្នាក់ដែលចូលចិត្តអានហើយចាំមើលបងប្អូននឹងបានបញ្ចោតជាច្រើនពីការអានហ្នឹងបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទមានអីជាចំណុចផ្សេងៗបងប្អូនអាចស្នើបានបាទសូមអរគុណ